សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែកចាយពីទម្លាប់របស់ខ្ញុំដែលខ្ញុំធ្វើប្រចាំថ្ងៃហើយទម្លាប់នេះគឺធ្វើឲ្យខ្ញុំមានសុខភាពល្អមែនទែនមានមនុស្សជាច្រើនក៏តែងតែដើរមកឃើញខ្ញុំហើយថាតើអ្នកឯងធ្វើអីគេបានជាអត់ដែលឃើញឈឺអត់ដែលឃើញចូលពេទ្យអីគេសោះហើយចំណែកខ្ញុំវិញខ្ញុំងាកចូលពេទ្យងាកចូលពេទ្យរហូតឥឡូវនេះខ្ញុំនឹងចែកចាយពីចំណុចខ្លះៗដែលខ្ញុំតែងតែធ្វើប្រចាំថ្ងៃហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏អាចធ្វើដូចខ្ញុំបានដែរនៅពេលខ្ញុំភ្ញាក់ឡើងពីព្រលឹមអ្វីដែលខ្ញុំនឹកឃើញមុនគេគឺទឹកគឺជារៀងរាល់ព្រឹកគឺខ្ញុំមិនដែលអត់ផឹកទឹកទេខ្ញុំតែងតែទុកក្បែរគ្រែរបស់ខ្ញុំដើម្បីព្រឹកឡើងខ្ញុំភ្ញាក់ឡើងគឺខ្ញុំឆោមទឹកផឹកតែម្ដងព្រោះអីការផឹកទឹកវាធ្វើឲ្យជួយលាងជម្រះករបស់យើងឲ្យស្រឡះតែម្ដងពេលផឹកហើយគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនហើយនៅពេលដែលយើងចាប់ផ្ដើមថ្ងៃរបស់យើងជាមួយនឹងការធ្វើការងារឬក៏ការសិក្សារៀនសូត្រគឺធ្វើឲ្យយើងមានអារម្មណ៍ក្នុងការធ្វើពីព្រោះថាទឹកគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ថ្លាមែនទែនចំណុចទី2គឺងូតទឹកនៅពេលព្រឹកព្រលឹមខ្ញុំតែងតែងូតទឹកជារៀងរាល់ព្រឹកគឺមិនដែលមានថ្ងៃណាដែលខ្ញុំអត់ងូតទឹកទេព្រោះខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំមិនបានងូតទឹកនៅពេលព្រឹកទេគឺខ្ញុំអត់មានអារម្មណ៍ស្រស់ស្រាយអីទាំងអស់គឺមានអារម្មណ៍ថាដូចស្ដុកបងប្អូនអរគ្នាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ងូតទឹកព្រឹកជារៀងរាល់ថ្ងៃដូចជាខ្ញុំអត់ទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាតែងតែងាកឈឺងាកមានជំងឺហើយមានអារម្មណ៍ថាស្មុគស្មាញខ្ញុំជឿថាមកពីមូលហេតុអ្នកទាំងអស់គ្នាអត់បានងូតទឹកនៅពេលព្រឹកហើយបើសិនជាអ្នកទាំងអស់គ្នាអត់ជឿថាការងូតទឹកនៅពេលព្រឹកធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្រស់ស្រាយមានផាសុកភាពអ្នកទាំងអស់គ្នាសាកធ្វើតាមខ្ញុំមើលទៅអ្នកទាំងអស់គ្នានឹងដឹងថាការងូតទឹកគឺជួយសុខភាពយើងមែនទែនអ្នកទាំងអស់គ្នាអាចសង្កេតមើលអារម្មណ៍របស់អ្នកទាំងអស់គ្នាថានៅពេលដែលអ្នកទាំងអស់គ្នាងូតទឹកព្រឹកតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចក្នុងមួយថ្ងៃចំណុចទី3នោះគឺខ្ញុំតែងតែរៀបចំសម្លៀកបំពាក់របស់ខ្ញុំឲ្យមានអនាម័យជានិច្ចបន្ទាប់ពីងូតទឹកព្រឹកហើយគឺខ្ញុំតែងតែត្រៀមសម្លៀកបំពាក់ដែលខ្ញុំបានបោកហើយគឺខ្ញុំពាក់នៅថ្ងៃថ្មីអញ្ចឹងខ្ញុំជឿថាមានមនុស្សមួយចំនួនគាត់ពាក់ខោអាវមិនបោកគឺមិនបានសម្អាតដូច្នេះហើយគាត់គិតថាមិនអីទេប៉ុន្តែការពាក់ខោអាវដែលមិនស្អាតមានក្លិនមិនល្អគឺអាចធ្វើឲ្យអារម្មណ៍របស់យើងនៅក្នុងថ្ងៃនោះគឺមិនល្អដែរហើយវាធ្វើឲ្យយើងមានអារម្មណ៍ស្មុគស្មាញមិនត្រឹមតែប៉ុណ្ណោះទេវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជុំវិញយើងទៅទៀតការត្រៀមសម្លៀកបំពាក់ឲ្យបានសមរម្យជាប្រចាំថ្ងៃគឺធ្វើឲ្យយើងមានសុខភាពល្អផងដែរព្រោះថានៅពេលដែលគេនៅក្បែរយើងគេមានអារម្មណ៍ថាអូម្នាក់នេះមានក្លិនក្រអូបអីអញ្ចឹងទៅខ្ញុំជឿថាអ្នកទាំងអស់គ្នាសុទ្ធតែចង់នៅក្បែរមនុស្សដែលស្អាតមនុស្សដែលសម្អាតខ្លួនមានក្លិនក្រអូបហើយកាលណាដែលយើងធ្វើខ្លួនយើងឲ្យមានអនាម័យគឺគេមើលមកគឺថាអូម្នាក់នេះពិតជាមានផាសុខភាពមែនទែនចំណុចទី4គឺជាអ្វីដែលពិសេសហើយមានមនុស្សភាគច្រើនគឺគាត់អាចនឹងពិបាកធ្វើប៉ុន្តែសម្រាប់ខ្ញុំអត់អីទេខ្ញុំតែងតែញញឹមនៅពេលដែលខ្ញុំដើរជួបនរណាម្នាក់ដែលដើរកាត់មុខខ្ញុំមនុស្សខ្ញុំគឺជាមនុស្សដែលរីករាយហើយការរីករាយគឺបង្ហាញថាយើងមិនមានទុក្ខកង្វល់អ្វីទាំងអស់ទោះបីជាយើងមានទុក្ខលំបាកលាក់កំបាំងប៉ុណ្ណាក៏ដោយឲ្យតែយើងញញឹមឲ្យបានច្រើនទុក្ខកង្វល់គឺអាចនឹងរលាយបាត់ទៅចំណុចទី5នោះគឺទំនាក់ទំនងរវាងមនុស្សហើយនិងព្រះជារៀងរាល់ថ្ងៃបន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចការងាររបស់ខ្ញុំនៅកន្លែងធ្វើការឬក៏ការងារសិក្សាគឺមុនពេលចូលគេងគឺខ្ញុំតែងតែអធិដ្ឋានទៅរកព្រះរបស់ខ្ញុំព្រោះថានៅពេលដែលខ្ញុំអធិដ្ឋានមុនពេលខ្ញុំចូលគេងគឺខ្ញុំអត់មានទុក្ខកង្វល់អ្វីនៅថ្ងៃស្អែកនោះទេហើយការអធិដ្ឋានរបស់ខ្ញុំជារៀងរាល់យប់នោះគឺខ្ញុំតែងតែអរព្រគុណព្រះដែលព្រះបានថែរក្សាខ្ញុំក្នុងរយៈពេល1ថ្ងៃនោះហើយខ្ញុំក៏អធិដ្ឋានសូមព្រះដែរថាឲ្យព្រះរៀបចំផ្លូវឲ្យខ្ញុំសម្រាប់នៅថ្ងៃស្អែកហើយវាធ្វើឲ្យខ្ញុំគេងលក់ស្រួលទៀតផងដូច្នេះនេះគឺជាទម្លាប់របស់ខ្ញុំដែលវាមិនដែលធ្វើឲ្យខ្ញុំងាយនឹងឈឺនោះទេគឺវាធ្វើឲ្យខ្ញុំរស់នៅដោយមានភាពសប្បាយរីករាយហើយនឹងមានជីវិតដែលមានន័យហើយនឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសាកល្បងធ្វើតាមទម្លាប់របស់ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមានសុខភាពល្អហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាឬក៏មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាអាចចុច like ហើយនិង share កុំភ្លេចបើសិនជាចង់បានមេរៀនសុខភាពល្អៗសូមចុច follow នាងខ្ញុំសូមអរគុណសូមជម្រាបលា